ពិភពលោកធំដល់ហើយតែវាតូចជាអៀតណាស់សម្រាប់ជីវិតខ្ញុំនៅពេលដែលរឿងអតីតកាលវាបានកន្លងផុតទៅហេតុអីក៏វានៅតែតាមខ្ញុំរហូតចឹងខ្ញុំស្អប់ខ្លួនឯងហេតុអីតែការពារខ្លួនឯងពេលនឹងអត់ដឹងអ្វីដែលប្រឡាក់លើរូបរាងកាយខ្ញុំណាខ្ញុំអត់ចង់ឲ្យវាមានលើខ្លួនខ្ញុំណាពីព្រោះវាបានដកចុះក្នុងការគិតនោះអាចបំភ្លេចបានกระดาษសបើវាប្រឡាក់ស្នាមពណ៌ណាមួយគឺវានៅជាប់លើกระดาษហ្នឹងដែលពេលខ្លះជាយើងលើកវាចេញប៉ុន្តែវានៅតែជាស្នាមហេតុអីលពូមួយហ្នឹងវាឈឺចុកចាប់ខ្លាំងហើយដែលធ្វើឲ្យខ្ញុំពិបាកដកទៅខាងពេលខ្លះតើវាកើតឡើងមកពីរូបរាងកាយរបស់ខ្ញុំមួយហ្នឹងណែខ្ញុំស្អប់មុខមាត់ខ្លួនឯងខ្ញុំស្អប់រាងកាយខ្លួនឯងដែលត្រូវប្រឡាក់ដោយប្រព័ន្ធដតីអញ្ចឹងពេលខ្លះខ្ញុំមិនដឹងថាបន្តរត់ទីដើម្បីហើយវាហាក់ដូចជាកពិតហ្នឹងវាចាក់ខ្ញុំពេញរាងកាយប៉ុន្តែ
តែលបមួយនឹងវាបានចាក់ចូលមកក្នុងប្រឡូកជាមួយនឹងភាពកក់ខ្វក់ហ្នឹងទៅតែយកពិតជាពិបាកមែនទែនក្នុងការដកវាចេញខ្លាំងកាលពីមុនខ្ញុំធ្លាប់គិតរឿងនេះថាវាដូចជារឿងឈួតចឹងប៉ុន្តែឥឡូវខ្ញុំកំពុងតែធ្វើវាមនុស្សដែលនៅជុំវិញខ្លួនខ្ញុំមកទៅគេដូចជាអត់មានរឿងអីត្រូវខ្វល់ខ្វាយជីវិតគេសប្បាយរីករាយតែសម្រាប់ខ្ញុំការក្តីសុខគឺជាអីមនុស្សធ្លាប់តែហូបឆ្ងាញ់វាបានប្រែទៅជាបាត់បង់រសជាតិអ្វីទាំងអស់បើសិនជាខ្ញុំអត់ឃើញគេលក់មកហូបទេខ្ញុំមិនដឹងថាខ្លួនឯងឃ្លានសោះតើខ្ញុំត្រូវដើរទៅណាទៀតហើយពិភពលោកនោះមានចលនាប៉ុន្តែខ្ញុំមិនអាចប្រសងមួយវាបានសោះ
ការពីក្មេងនេះខ្ញុំខ្លាចទឹកមែនតើប៉ុន្តែហេតុអីឥឡូវហ្នឹងខ្ញុំឃើញទឹកមានអារម្មណ៍ថាវាត្រជាក់មែនហើយវាស្រួលខ្លួនទៀតខ្ញុំបានគិតរួចហើយហើយខ្ញុំក៏បានជឿជាក់ដែរថាសមុទ្រវាអាចលុបលាងទឹកកខ្វក់របស់ខ្ញុំបានខ្ញុំគិតថាបើសិនជាខ្ញុំបានរស់នៅក្នុងសមុទ្រណាវាអាចនឹងធ្វើឲ្យរាងកាយនិងចិត្តរបស់ខ្ញុំវាត្រជាក់ដោយទឹកសមុទ្រចឹងក្រៅពីឆ្លងកាត់ខាតឈឺចាប់មកខ្ញុំអាចបន្តដំណើរជីវិតរបស់ខ្ញុំបានធម្មតាទៀតព្រោះវាមិនជាទីបញ្ចប់នៃពិភពលោកមួយនឹងណា